ហើយអ្នកទាំងអស់គ្នាបើសិនជាយើងចង់ booking ម៉ូតូ Grab ឬក៏កង់ 3 Grab ឲ្យចូលយកអីវ៉ាន់របស់យើងណាដែលទាំងយើងនឹងមិននៅជាមួយនឹងអីវ៉ាន់របស់យើងឬក៏យើងនៅទីតាំងម្ខាងទៀតដែលជាទីតាំងអ្នកទទួលក៏យើងអាច booking ឲ្យ Grab ចូលយកអីវ៉ាន់របស់យើងបានដែរហ្នឹងហើយឧទាហរណ៍ដូចជាខ្ញុំឥឡូវកំពុងតែនៅ Grand ភ្នំពេញប៉ុន្តែអីវ៉ាន់របស់ខ្ញុំគឺនៅវិមានឯករាជ្យចឹងក៏ខ្ញុំអាច booking ម៉ូតូឬក៏កង់3ហ្នឹងគាត់ចូលយកអីវ៉ាន់នៅវិមានឯករាជ្យយកមកឲ្យខ្ញុំនៅឯក្រៅភ្នំពេញដែលខ្ញុំជាអ្នកទទួលហ្នឹងហើយខ្ញុំជាអ្នក booking ទៀតក៏បានដែរបាទជំនាញដំបូងបំផុតគឺយើងចូលមកកាន់ app Grab ហ្នឹងសិនមកបាទបន្តមកទៀតគឺវាលោតផ្ទាំងបែបនេះហើយយើងធ្វើការជ្រើសរើសនៅការកញ្ជូនខាងឆ្វេងដៃខាងលើនេះបាទបន្តមកទៀតវាឲ្យយើង set ទីតាំងចំនួន2បាទទីតាំងអ្នកទទួលមួយនិងទីតាំងអ្នកផ្ញើមួយហើយខាងលើនេះគឺជាទីតាំងវត្តអ្នកផ្ញើហើយខាងក្រោមនេះគឺជាទីតាំងទទួលអញ្ចឹងយើងអាចដើរតួជាអ្នកផ្ញើអីវ៉ាន់ផងហើយនិងអ្នកទទួលអីវ៉ាន់ផងឧទាហរណ៍អញ្ចឹងខ្ញុំចង់ booking ទៅយកអីវ៉ាន់របស់ខ្ញុំដែលខ្ញុំទិញពីហាងមួយនៅជិតវិមានឯករាជ្យខ្ញុំជ្រើសរើសទីតាំងនៅវិមានឯករាជ្យអញ្ចឹងមកបាទអូខេបាទកន្លងទី2ខ្ញុំជាអ្នកទទួលអីវ៉ាន់ហ្នឹងគឺខ្ញុំនៅក្រិនភ្នំពេញបាទអញ្ចឹងខ្ញុំវាយទីតាំងរបស់ខ្ញុំមកបាទហើយខ្ញុំចុចបញ្ជាក់ហើយខ្ញុំបំពេញ item មួយចំនួនមកឧទាហរណ៍2គីឡូអញ្ចឹងទៅហើយខ្ញុំសូមដាក់លេខទូរស័ព្ទអីយ៉ាងទៅហើយបន្តមកទៀតយើងចុចបញ្ជាក់មកហើយកន្លែងនឹងទៅដែរគឺយើងអាចរំកិលទីតាំងឬក៏យើងអាចបដូរទីតាំងអ្នកផ្ញើឬក៏អ្នកទទួលបានដែរអញ្ចឹងបើខ្ញុំចង់ដូរទីតាំងអ្នកផ្ញើគឺខ្ញុំចុចទៅលើទីតាំងអ្នកផ្ញើហ្នឹងមកបាទអញ្ចឹងយើងមើលលើ map ផែនទីជាក់ស្ដែងអាហ្នឹងវាអាស្រ័យលើយើងចេះមើលផែនទីដែរណាចឹងកន្លែងនេះគឺវាចំកតាវាមានឯករាជ្យបងអញ្ចឹងឧទាហរណ៍ថាដែលហាងដែលខ្ញុំទៅទិញហ្នឹងគឺគាត់អត់នៅចំកន្លែងកតាវាមានឯករាជ្យទេអញ្ចឹងគាត់នៅម្ដុំកន្លែងហ្នឹងកន្លែងផ្លូវជាមួយជ្រូកហ្នឹងអញ្ចឹងគឺខ្ញុំដាក់ចំកន្លែងជាមួយជ្រូកហ្នឹងដែលចំហាងគាត់តែម្ដងឬក៏យើងអាចវាយឈ្មោះហាងគាត់តែម្ដងទៅហើយយើងជ្រើសរើសនេះយើងចុចចំណុចខាងក្រោមនេះគឺជ្រើសរើសចំណុចទទួលយកបាទចុចកន្លែងហ្នឹងមកហើយកន្លែងនេះគឺពេញ item អ្នកផ្ញើអីវ៉ាន់បាទឲ្យ Grab គាត់តាក់ទងទៅខ្ញុំសុំចុចកន្លែង map ជាក់ស្ដែងតែម្ដងហើយម្ដងកន្លែងនេះគឺវាអាស្រ័យទៅលើយើងជាងមើល map ហើយនឹងស្គាល់ផ្លូវដែរណាបាទឧទាហរណ៍ថាកន្លែងខ្ញុំគឺមាននៅកន្លែងចំណុចក្រហមក្រិនពេញហ្នឹងហ្មងគឺខ្ញុំម្ដុំនេះនៅម្ដុំពេទ្យនេះអញ្ចឹងយើងអាចដាក់ឲ្យចំចំណុចក្រហមហ្នឹងចំទៅលើពេទ្យហ្នឹងមកចំកន្លែងមន្ទីរពេទ្យហ្នឹងមកអញ្ចឹងទីតាំងរបស់យើងនឹងត្រូវ set បដូរមកទីតាំងកន្លែងថ្មីវិញអញ្ចឹងយើងចុចកន្លែងជ្រើសរើសគោលដៅនេះមកបាទបន្តមកទៀតគឺយើងចុចបញ្ជាក់ហើយប៉ុណ្ណឹងគឺរួចរាល់ហើយយើងមើលតម្លៃទឹកប្រាក់ដែលត្រូវដឹកហើយប៉ុណ្ណឹងខ្ញុំបាន set ទីតាំងអ្នកទទួលហើយនិងអ្នកផ្ញើត្រូវអស់ហើយគឺខ្ញុំអាចជ្រើសរើសនៅប្រភេទដឹកអញ្ចឹងយើងអាចជ្រើសរើសនៅម៉ូតូឬក៏កង់3អញ្ចឹងបើសិនជាម៉ូតូតម្លៃវាអស់ 15,300 ចំណែកឯកង់3គឺអស់ 27,000 បាទអញ្ចឹងបើអ្នកអវ៉ាន់អ្នកទាំងអស់នេះគឺច្រើនធំគឺយើងជ្រើសរើសកង់3ទៅបើសិនជាប្រភេទឯកសារឬក៏អវ៉ាន់ទួយគឺយើងជ្រើសរើសប្រភេទម៉ូតូទៅអញ្ចឹងបែបហ្នឹងហើយគឺខ្ញុំចុចពិនិត្យមើលការកម្មង់តែម្ដងអញ្ចឹងបានន័យថាវាចាប់ផ្ដើមដំណើរការនៃការ booking ហើយបាទហើយវាលុបផ្ទាំងមួយបែបនេះហើយយើងរងចាំនៅពេលដែលមាន Grab គាត់ទទួល Grab នឹងមកយកអវ៉ាន់របស់យើងដែលយើង set ហ្នឹងហើយ